សូមជ្រះថ្លាអនុមោទនាស្ដាប់នៅព្រហ្មជាលសូត្រដែលដកស្រង់ចេញពីសៀវភៅសិក្សាព្រះសូត្រភាគ1ដែលរៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សដូចតទៅព្រហ្មជាលសូត្រព្រះដ៏មានព្រះភិក្ខជាមួយនឹងភិក្ខុសង្ឃ500អង្គគង់នៅក្នុងបរិយាដំណាក់ក្នុងសួនឈ្មោះអំបលតិកានៅរវាងក្រុងរាជក្រឹសនិងស្រុកនីឡន្ទាក្នុងកាលនោះសុពយៈបរិពាជុតេះដៀលព្រះពុទ្ធព្រះធម៌ព្រះសង្ឃឯចំណែកព្រហ្មទត្តមាននុបដែលជាកូនសិស្សរបស់សុពយៈបរិពាជុនោះឯងបែរទៅជាពោលសរសើរព្រះពុទ្ធព្រះធម៌ព្រះសង្ឃទៅវិញដែលធ្វើឲ្យអ្នកទាំងពីរជាគ្រូនិងសិស្សពោលពាក្យជាសឹកសត្រូវនឹងគ្នាព្រះដ៏មានព្រះភិក្ខទ្រង់ទូន្មានភិក្ខុទាំងឡាយអំពីរឿងអ្នកតេះដៀលនិងពោលសរសើរបរតនត្រ័យរួចហើយព្រះអង្គទ្រង់ត្រាស់អំពីពុទ្ធជនកាលបពោលសរសើរគុណរបស់តថាគតតែងសរសើរដោយគុណជាតិណាគុណជាតិនោះមានប្រមាណតិចមានប្រមាណស្រួយស្ដើងបានត្រឹមតែសិលប៉ុណ្ណោះជាបន្តព្រះអង្គទ្រង់ត្រាស់អំពីពួកសិលគឺចូលសិលមជ្ឈិមសិលនិងមហាសិលដែលធ្វើឲ្យព្រះសូត្រនេះសង្គ្រោះក្នុងសីលខន្ធវៈនឹងឯងជាបន្តទៀតព្រះសកុតជាសាស្តាទ្រង់ត្រាស់ទិដ្ឋិ62ដើម្បីសម្ដែងនូវភាពនៃសម្បញ្ញតញ្ញាណជាព្រះគុណដ៏ក្រៃលែងរបស់ព្រះអង្គរួចហើយព្រះអង្គទ្រង់ប្រកាសនៅសញ្ញតាព្រោះថាទិដ្ឋិទាំងអស់សុទ្ធតែអាស្រ័យភាសៈជាបច្ច័យទើបកើតឡើងបានក្នុងព្រះសូត្រនេះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់វត្តកថាដោយព្រះអង្គទ្រង់លើកយកទិដ្ឋិជាប្រធាននិងព្រោះដោយការជាប់ជំពាក់ចិត្តក្នុងវេទនាទៅព្រះអង្គទ្រង់ត្រាស់បដិច្ចសមុបាទធម៌ដែលមានវេទនាជាមូលគឺនៅទំព័រ109មានជាដើមថាតណ្ហារបស់សមណព្រាហ្មណ៍ទាំងនោះកើតមានព្រោះវេទនាជាបច្ច័យព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់វិវត្តកថាដោយលើកយកភិក្ខុដែលជាអ្នកប្រកបដោយសេចក្តីព្យាយាមមកជាទីតាំងព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយភិក្ខុនឹងច្បាស់នៅការកើតឡើងសមុទយៈការរលត់អដ្ឋង្គមៈការត្រេកអរអាសាតៈតោសៈអតិនវៈនិងការរលាស់ចោលនិសរណៈនៅអាយតនៈដែលជាទីកើតនៃភាសៈទាំង6តាមសេចក្តីពិតក្នុងកាលណាក្នុងកាលនោះភិក្ខុនេះរមែងដឹងច្បាស់នៅធម៌ដ៏លើសលប់ជាងសមណព្រាហ្មណ៍ទាំងអស់នោះអដ្ឋកថាសម្ដែងថាភិក្ខុនេះរមែងដឹងនៅទិដ្ឋិនិងធម៌ដ៏ក្រៃលែងជាងទិដ្ឋិគឺសិលសមាធិបញ្ញាវិមុតតិរហូតដល់ព្រះអរហន្តឯភិក្ខុអ្នកដឹងនោះទៅតាមលំដាប់គឺព្រះខៃណាស្រោបព្រះអនាគាមីព្រះសកតាគាមីព្រះសោតាបានភិក្ខុជាពហុសោតត្រត្រង់នៅកន្ធធុរៈនិងភិក្ខុបរមវិបស្សនាព្រះធម៌ទេសនាព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ដល់ធម៌កម្ពូលគឺព្រះអរហន្តក្នុងវិវត្តកថាជាចុងក្រោយព្រះអង្គត្រាស់អំពីបុគ្គលដែលមានទិដ្ឋិទាំងអស់មិនផុតពីសំណាញ់គឺព្រះធម៌ទេសនារបស់ព្រះអង្គនេះឡើយដោយត្រីនៅក្នុងសំណាញ់ព្រានពោលគឺមើលលោកធាតុដោយទីដែលមានទឹកតិចបុគ្គលដែលមានទិដ្ឋិទាំងអស់ដោយត្រីនៅក្នុងសំណាញ់ព្រះធម៌ទេសនាដូចជាសំណាញ់ព្រះពុទ្ធអង្គទ្រង់ដូចជាអ្នកបង់សំណាញ់ព្រះសម្មាសម្ពុទ្ធត្រាស់បញ្ចប់ព្រះធម៌ទេសនាដោយអនុបាទិសេសៈនិព្វានធាតុរួចហើយព្រះអង្គទ្រង់ប្រកាសឈ្មោះនៃធម្មបរិយាយ5យ៉ាងគឺ1អត្ថជាលៈបែងចែកនៅប្រយោជន៍2ធម្មជាលៈបែបផែនច្រើនក្នុងការសម្ដែងធម៌3ព្រហ្មជាលៈសំណាញ់ព្រហ្មគឺសម្បញ្ញតញ្ញាណ4ទិដ្ឋិជាលៈបែងចែកទិដ្ឋិ62 5អនុត្តរសង្គាមវិជ្ជយៈអ្នកណាស្ដាប់ធម្មបរិយាយនេះហើយអាចនឹងញោមញីបាននៅទេវបុត្រមាខន្ធមាមជ្ឈមានិងកិលេសមាដូច្នោះទើបធម្មបរិយាយនេះឈ្មោះថាពិជ័យសង្គ្រាមដ៏ប្រសើរខ្ពង់ខ្ពស់បំផុត
ភិក្ខុទាំងនោះបានស្ដាប់នៅព្រហ្មជាលសូត្រនេះហើយក៏មានចិត្តអណ្ដែតឡើងដោយបៃតេបង្អោនទៅរកព្រះដ៏មានព្រះភិក្ខដែលព្រះអង្គទ្រង់ប្រកាសនៅសម្បញ្ញតញ្ញាណដ៏សែនជ្រាលជ្រៅក្រៃលែងកំចាត់នៅមហាអន្តកាគឺទិដ្ឋិដោយព្រះអាទិត្យកំចាត់នៅភាពងងឹតដូច្នោះឯងកាលដែលព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សម្ដែងនៅវេយ្យាករណ៍គឺព្រះសូត្រមិនមានគាថានេះចប់ហើយលោកធាតុគឺចក្រវាលទាំង10000ក៏កម្រើកញាប់ញ័រផែនដីកម្រើកញាប់ញ័រដោយការសម្ដែងព្រះសូត្រនេះក្នុងពេលសង្គាយនាទាំង3លើកផងក្នុងពេលព្រះមហិន្ទថេរសម្ដែងក្នុងជាតិនៅតាមពពនទ្វីបផងក្នុងពេលព្រះបណ្ឌបាលយថេរបោះលៀនប្រជែដីនាវត្តកាលយានីហើយគង់នៅទីលៀនប្រជែដីនោះមានបៃតេដោយពុទ្ធានុសតិហើយសូត្រនៅព្រះសូត្រនេះផងនិងក្នុងពេលព្រះថេរៈច្រើនអង្គគង់នៅអំបលិទ្ធកៈនាទិសខាងកើតលោហៈប្រាសាទសូត្រនៅព្រហ្មជាលសូត្រនេះឯងផងដោយអានុភាពនៃព្រះសូត្រដ៏ប្រសើរណាដែលព្រះសយមភូទ្រង់បានសម្ដែងហើយផែនដីក៏បានញាប់ញ័រច្រើនដងយ៉ាងនេះសូមបណ្ឌិតទាំងឡាយសិក្សាដោយគោរពនៅសេចក្តីនៃព្រះធម៌ក្នុងព្រះសូត្រនោះដែលមានឈ្មោះថាព្រហ្មជាលសូត្រក្នុងសាសនានេះហើយបដិបត្តិដោយឧបាយដែលនាំឲ្យកើតបញ្ញាសូមអនុមោទនា